各位同学，大家好，欢迎大家来到今天的中文课。今天我们开始第10课打招呼。សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់នៅថ្នាក់រៀនភាសាចិន online របស់យើងទាំងអស់គ្នា ហើយអ្វីដែលកាន់តែពិសេសឥឡូវហ្នឹងសៀវភៅហ្នឹងគឺ update មាន QR code ដែលយើងអាចស្ដាប់សំឡេងជនជាតិចិនទៅតាមមេរៀនមួយៗនៅក្នុងសៀវភៅរបស់យើងណាហៅទៅអញ្ចឹងបើសិនជាកូនសិស្សត្រូវការអាចតាក់ទងជាមួយនឹងលោកស៊ឺបានណាអូខេអញ្ចឹងឥឡូវនៅក្នុងមេរៀនរបស់យើងគឺលោកស៊ឺបានរំលងរហូតមកដល់មេរៀនទី10ដោយសារតែនៅក្នុងសៀវភៅមូលដ្ឋានគ្រឹះមេធានសន្តានាមូលដ្ឋានហ្នឹងពីមេរៀនទី1រហូតដល់មេរៀនទី9ហ្នឹងគឺសុទ្ធតែយើងធ្លាប់បានរៀនហើយដូចតាក់ទងជាមួយនឹង pin in ការផ្ចិញ្ញសម្លេងការសរសេរអីគឺយើងបានរៀនហើយដូចតាក់ទងជាមួយនឹង 好的，这样我们就做到第10课，打招呼。第10课，打招呼，คือយើងមកប្រែថាការសួស្តីគ្នាចាជាកិច្ចស្វាគមន៍ដែលយើងជួបគ្នាដំបូងយើងនិយាយមិនចឹងណាអូខេចឹងយើងមើលណាពីទី1ឲ្យដល់ទី2早安早安អរុណសួស្តីទី2早ស័ងហៅ早ស័ងហៅ午安午安គឺយើងមកប្រែថា good afternoon ណាគឺយើងប្រើពេលរសៀលហ៎គេតោះ晚安晚安រៀបត្រីសួស្តី晚上好晚上好សាយ័ន្តសួស្តីគឺយើងប្រើនៅពេលយប់ណាពេលយប់ហ៎ចុះពេលទី6ណាទី6ចាយប៉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 10ចាយប៉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 10គឺយើងមកប្រែថានៅពេលដែរគេចឹងចាយ10ហេចឹងយើងដាក់អ្វីមួយមកគឺយើងមកប្រែថានៅពេលដែរទីទៀតយើងនឹងឃើញនៅ clear របស់យើងណាហ៎ថុំជំនន់ឥឡូវយើងចូលមកដល់會話យើងមកប្រែថាសន្ទនាចឹងយើងមាន A ហើយនិង B ណាចាអញ្ចឹងនេះទំព័រនេះហៀងស្រាលៗសិនទេអូខេ早安យើងមកប្រែថាអរុណសួស្តីចាវស័ងហៅក៏អរុណសួស្តីដែរអញ្ចឹងពាក្យពីរនេះគឺយើងប្រើមានថាប្រើបានដូចគ្នាប៉ុន្តែវាថាចៅអានចៅស័ងហ្នឹងបើសិនយើងនិយាយថាចៅស័ងទៅទេគឺសំដៅទៅលើពេលវេលាចាពេលវេលាពេលព្រឹកចឹងណាចាអញ្ចឹងយើងដឹងហើយអញ្ចឹង很好ខ្ញុំសុខសប្បាយណាស់អរគុណចុះអ្នកវិញអូខេចឹងយើងបន្តទៀត我也很好谢谢你再见អូខេ
我也很好谢谢你再见ខ្ញុំក៏សប្បាយរីករាយដែរអរគុណអ្នកជម្រាបលាហើយតើ同学们ចឹងយើងឃើញមេរៀនខាងលើវិញរៀងងាយស្រួលទេប៉ុន្តែយើងចូលមកដល់句子句子句子គឺយើងបកប្រែថា clear ណា clear អូខេចឹង clear នេះយើងអានមកណា上课时老师和同学们互相打招呼上课时，老师和同学们互相打招呼。ចឹងយើងបកប្រែមកណា clear នេះអញ្ចឹង上课គឺយើងបកប្រែថាចូលរៀន上课时ពេលចូលរៀន上课时ពេលចូលរៀន老师和同学们互相打招呼老师លោកគ្រូឬក៏អ្នកគ្រូនិង同学们同学们នឹងមិត្តរួមថ្នាក់互相打招呼ហើយពេលថា互相គឺយើងបកប្រែថាទៅវិញទៅមក互相ទៅវិញទៅមកតាចៅហ៊ូសួស្ដីមានន័យលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាគឺមានថាសួស្ដីគ្នាទៅវិញទៅមកអញ្ចឹងធំសិមិនយើងបកប្រែមកណាកត់មកគឺនៅពេលចូលរៀនលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គឺធ្វើការស្វាគមន៍ធ្វើការសួស្ដីគ្នាទៅវិញទៅមក好អូខេយើងមើលឃ្លាទី2在见面时打招呼是礼貌的表现。在见面时打招呼是礼貌的表现。ចឹង同学们យើងមកប្រែណាចឹងឃ្លាយើងមិនថាចាយ时គឺយើងមកប្រែថានៅពេលដែរពេលថា见面នេះគឺជួបមុខណា在见面时នៅពេលដែលជួបមុខគ្នា打招呼是礼貌的表现ចឹងការសួស្ដីគ្នាគឺជាសេចក្តីគួរសមគឺជាការបង្ហាញនៅសេចក្តីគួរសមចាំមិនថាការបង្ហាញការគួរសមចឹងពេលថាលីម៉ៅនឹងគឺការគួរសមណាសេចក្តីគួរសម表现នឹងគឺការបង្ហាញចឹងគេថានៅពេលដែលជួបមុខគ្នាការសួស្ដីគ្នាទៅវិញទៅមកហ្នឹងណាគឺជាការបង្ហាញអំពីការគួរសមណា礼貌的表现礼貌的表现好的同学们ចឹងឥឡូវយើងចូលមកដល់ការបន្ថែមនៅពាក្យថ្មីអូខេចឹងយើងមាន附加词ហ្នឹងគឺយើងមកប្រែថាពាក្យបន្ថែមថ្មី附加词ពាក្យបន្ថែមថ្មីចឹង同学们យើងមើលណាវាថាលីម៉ៅគឺយើងមកប្រែថាការគួរសមឬក៏សេចក្តីគួរសមណាលីម៉ៅទៅពេល表现យើងអានមក表现គឺយើងមកប្រែថាការបង្ហាញចឹង同学们នៅពេលដែលយើងជួបមុខគ្នាយើងសួស្ដីគ្នាទៅវិញទៅមកដូចជាមិត្តភ័ក្តិយើងឬក៏ជួបជាមួយនឹងចាស់ព្រឹទ្ធាចារ្យជាមួយនឹងលោកគ្រូអ្នកគ្រូគឺយើងបង្ហាញអំពីសេចក្តីគួរសមចឹងទៅណាចាអញ្ចឹងសេចក្តីគួរសមគឺពិតជាសំខាន់មែនតើសម្រាប់មនុស្សយើងម្នាក់ៗណាហើយលីម៉ៅ非常重要ណាគឺពិតជាមានសារៈសំខាន់វាថាមនុស្សយើងទោះបីជាយើងរៀនចេះដឹងប៉ុណ្ណាក៏ដោយបើសិនជាយើងអត់មានការគួរសមឬក៏យើងអត់មានសុជីវធម៌ទេក៏អត់មានន័យអ្វីដែរណាអូខេអញ្ចឹងមានថាគេឲ្យតម្លៃទៅលើសុជីវធម៌ហើយនិងការគួរសមអូខេអញ្ចឹងឥឡូវយើងមើលណាអញ្ចឹងពាក្យថ្មីដែលយើងមានក្រៅពីក្នុងសភៅយើងមានពាក្យថាលីម៉ៅគឺយើងមកប្រែថាការគួរសម表现បង្ហាញហើយធំសម្បត្តិឥឡូវគឺយើងអាចយកពាក្យដែលយើងបានរៀនហើយណាគឺយើងយកមកបង្កើតទៅជាប្រយោគអញ្ចឹងលោកsưនឹងទាញយកឲ្យកូនសិស្សចាប់អារម្មណ៍ទៅលើពាក្យថាហ៊ូសៀងណាហ៊ូសៀងអញ្ចឹងធំសម្បត្តិហ៊ូសៀងគឺយើងមកប្រែថាម៉េចហ៊ូសៀងគឺយើងមកប្រែថាទៅវិញទៅមកអញ្ចឹងនៅក្នុងនេះធំសម្បត្តិលោកsưក៏មានបន្ថែមជាពាក្យដើម្បីឲ្យកូនសិស្សមានថាឲ្យមានថាយើងបានចំណេះដឹងថ្មីណានៅក្នុងការបង្កើតនៅប្រយោគរបស់យើងចឹងយើងយកពាក្យថាហ៊ូសៀងតែមួយទេដើម្បីយកមកធ្វើការបង្កើតចេញជាប្រយោគចឹងលោកsưមានជាប្រធានហើយលោកsưមានពាក្យថាហ៊ូសៀងលោកsưក៏មានកម្មបត្តិអីផ្សេងអញ្ចឹងលោកsưមានពាក្យថា我们ពួកយើង学生们សិស្សានុសិស្ស同事គឺយើងមកប្រែថាមិត្តរួមការងារ同学们មិត្តរួមថ្នាក់专业人员នេះគឺយើងមកប្រែថាបុគ្គលិកជំនាញណា专业យើងមកប្រែថាជំនាញទៅពេល人员ហ្នឹងគឺបុគ្គលិកណាបុគ្គលិក
ឬក៏អ្នកបម្រើការមន្ត្រីរាជការអញ្ចឹងណាហៅតើចឹងយើងយកប្រធានរបស់យើងបង្កើតគេថាបូកជាមួយនឹងហ៊ូសាំងហើយយើងប្រើជាមួយនឹង应该总是一定ណានេះគឺជាឆ្នូតណាគឺជាពាក្យដែលយើងប្រើដើម្បីភ្ជាប់នៅក្នុងប្រយោគរបស់យើងបន្តមកទៅយើងក៏មានកម្មបត្តិប៉ាងជូប៉ាងជូយើងមកប្រែថាជួយគ្នាអញ្ចឹងពេលនេះយើងអានថាជួនចុងជួនចុងហើយជួនចុងក៏យើងមកប្រែថាគោរពណាហើយដល់ពេលនិយាយថាគោរពគ្នាទៅវិញទៅមកយើងអាចនិយាយបានថា互相尊重互相尊重គឺគោរពគ្នាទៅវិញទៅមកអូខេ学习学习យកមកប្រែថារៀនណា学习យកមកប្រែថារៀនដល់ពេលរៀនពីគ្នាទៅវិញទៅមកគឺ互相学习互相学习理解理解គឺយកមកប្រែថាយល់ចិត្តឬក៏ដឹងចិត្ត理解理解គឺយល់ចិត្តនិងដឹងចិត្តចឹងដល់ពេល互相理解互相理解គឺយល់ចិត្តគ្នាទៅវិញទៅមកចឹងដល់ពេលដែលយើងធ្វើការអីអ្នកខ្លះគាត់មានមិត្តយល់ចិត្តគ្នាណាចេះថាហ៊ូសាំងលីជាគឺគាត់យល់ពីគ្នាទៅវិញទៅមកគាត់ទៅហាមាត់មកដឹងតែគេចង់និយាយអីបាត់ហើយដឹងតែគេគិតអីបាត់ហើយចឹងណាហើយតោះចឹងបន្តទៀតគឺពេលថាគូលីគូលីគឺយើងមកប្រែថាការលើកទឹកចិត្តណាដល់ពេលហ៊ូសាំងគូលីហ៊ូសាំងគូលីគឺការលើកទឹកចិត្តគ្នាទៅវិញទៅមក如果你遇到什么困难我们总是互相鼓励ចឹងមិនថាយើងជួបជាមួយនឹងផលលំបាកយ៉ាងណាទេអ្វីទេពួកយើងគឺតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក互相鼓励互相鼓励ចឹងក៏សិស្សអាចសាកល្បងក្នុងការភ្ជាប់នៅប្រយោគទាំងអស់ហ្នឹងណាដើម្បីយើងបង្កើតជាឃ្លាមួយឥឡូវ老师ឧទាហរណ៍ថា老师ប្រាប់គេថា我们应该互相帮助好的我们应该互相帮助ចឹងពួកយើងគួរតែជួយគ្នាទៅវិញទៅមកចឹងយើងអាចផ្គុំគ្នាយើងមក我们好的我们应该ពួកយើងគួរតែ我们应该互相帮助ចឹងពួកយើងគួរតែជួយគ្នាទៅវិញទៅមកណាចឹងឃ្លានេះគឺយើងភ្ជាប់គ្នាបែបនេះចឹងមានថាយើងនិយាយថា我们应该互相帮助ចឹង同学们នេះចង់បានឃ្លាគេចង់បានឃ្លាយើងអាចភ្ជាប់មកយើងមានប្រធានរបស់យើងមាន同学们总是互相尊重ចឹងយើងមកប្រែថាអឺសិស្សានុសិស្សតែងតែគោរពគ្នាទៅវិញទៅមកហៅតើអញ្ចឹងកុសលអាចសាកល្បងនៅក្នុងការបង្កើតនៅឃ្លារបស់យើងណាអញ្ចឹងលាsưចង់បង្កើតពាក្យថាអឺអូខេចឹងលាsưចង់បង្កើតថាពាក្យថាមិត្តរួមការងារគឺគួរតែគួរតែអឺគួរតែរៀនពីគ្នាទៅវិញទៅមកណាចឹងលាsưដាក់ថា同事同事应该应该互相互相理解ឬក៏学习ក៏បានដែរណាចឹងយើងដាក់មក同事同事同事应该互相学习ចឹងមិត្តរួមការងារគួរតែរៀនពីគ្នាទៅវិញទៅមកណាចឹងឃ្លានេះគឺយើងអាចបង្កើតប៉ុណ្ណឹងហើយតើធំសិមិនចឹងថ្ងៃនេះមេរៀនរបស់យើងគឺរៀនតែប៉ុណ្ណឹងទេគឺស្អែកយើងនឹងបន្តនៅមេរៀនមួយនេះទៀត好的，谢谢大家កុំភ្លេចទៅការតัว练习ចាអនុវត្តបានច្រើនណាអូខេ好非常感谢再见